ស្វាគមន៍មកទឹកដីទាំងអំពៅដល់ហើយធ្លាប់តម្លាក់ប្រេងឡើងនេះដែរនេះបងប្អូនប្រាសាទហ្នឹងខ្ញុំធ្លាប់តម្លាក់ដែរកាលពីនៅក្មេងកុមារអូខេឥឡូវយើងដល់សារពាំងពៅហើយបងប្អូនសារពាំងពៅហើយសារពាំងពៅហើយសារពាំងពៅហើយបងប្អូននេះម្ដុំសារពាំងពៅបងប្អូនចាំមើលផុតពីពាំងពៅហ្នឹងដល់កន្លែងផ្លូវយើងឡើងឋានសួគ៌ហើយចាំមើលថាវិសួររត់ប៉ុណ្ណាแล้วធ្វើចិត្តធ្វើអីឲ្យហើយទៅផុតពីសារកពតមកយើងក៏ឃើញការ៉ាសាំងមួយនៅស្ដាំដៃក៏មិននៅយូរឡើយបត់ភ្លាមចូលទៅចាក់ផ្លេតខ្លាចអស់ប្រេងតាមផ្លូវណាក៏ពិតប្រេងយើងនៅអាចដល់ផ្លូវជាតិលេខ4ទៀតហ៎បងប្អូនតែយើងឃើញទៅចូលចាក់ហើយទៅហើយគាត់មេគាត់បាញ់លុយឲ្យហើយបងទៅហើយសម្រាប់ចូលការ៉ាសាំងនេះខ្លាចតែដូចការ៉ាសាំងទី1ខ្លាចតែតាក់ខ្សែភ្លើងគេហ្នឹងបងប្អូនងាកមើលទៅលើទេចូលម្ដងតិចហ៊ានទៅលឿនទេបងប្អូនខ្លាចតាក់ខ្សែភ្លើងគេដូចការ៉ាសាំងទី1តែបងនោះគាត់ថាអត់អីទេបងអើយទូកងលើគេចូលមក3 4ទូចូលអែបទឹមគ្នាអត់អីទេហើយខ្ញុំមិនទុកចិត្តទេបើងទ្វាមើលទៀតអត់ទុកចិត្តទេបងប្អូនអើយមើលជាក់ស្ដែងឥឡូវចាំម៉ូតូគាត់ចាក់ប្រេងចាក់សាំងអីហើយខ្ញុំបើកចូលទៅប្រឡោះកន្លែងម៉ូតូឆាប់បានចេញទៅចាក់ប្រេងឆាប់បានស្រោបទៅអញ្ចឹងណាបងប្អូនគាត់តែមកដល់ឈប់ភ្លាមយកសោចាក់រេវ៉ាផ្លេតឆាប់ឲ្យគាត់បានចេញហើយមុនគាត់ចាក់ប្រេងអញ្ចឹងគាត់ប្រាប់ថាម្នាក់បាញ់លុយខ្លួនឯងឬក៏មិនបាញ់អាឲ្យអញ្ចឹងណាការ៉ាសាំងគាត់សួរអញ្ចឹងបើបាញ់យូរខ្លាចលោតសេតសើមកចេះបងប្អូនអត់សូវដឹងដែរឥឡូវនេះយើងតាក់ទងទៅមេហើយឲ្យគាត់ត្រៀមបាញ់លុយឲ្យពេលចាក់ប្រេងហើយអាំងបាញ់លុយឲ្យគាត់អញ្ចឹងណាកុំឲ្យជាប់សេតសើគាត់ចាក់ប្រេងហើយយើងចិត្តដល់ផ្លូវដែលស្រួលបំផុតហើយបងប្អូនអើយចិត្តដល់ហើយរត់ពីនេះទៅឆ្វាចាស់ហើយទៅហើយម៉ោង12ហើយមិនដឹងថាផុតម៉ោងប៉ុន្មានទេបងប្អូនចាំមើលជាក់ស្ដែងទៅហើយភ្លៀងផ្លូវពិបាកទៀតបងប្អូនអើយដឹងអាមិនច្បាស់ទេផ្លូវពាំងពៅយើងនឹងមិនទេបងប្អូនអើយផ្លូវពាំងពៅទៅជាក់ស្ដែងណាឃើញគេដាក់ TikTok ដាក់ក្នុង Facebook ឯផ្លូវបបាពាំងពៅឥឡូវយើងទៅចាក់ស្ដែងមើលប្រូខកចិត្តទៅម្ដងមើលថាផ្លូវវាមិនចាំមើលទស្សនារបស់គ្នាបាទរោអែបបាយទឹកសិននេះបងប្អូនកន្លែងរ៉ាសាំងនេះគឺធំស្រួលអែបមែនទែនតែអត់ដឹងថាកន្លែងណាលក់បាយទឹកទេបងប្អូនចប់ដឹងគេលក់បាយហូបអត់ទេថ្ងៃឡើងយើងចិត្តដល់ពាំងពៅហើយចិត្តដល់ពាំងពៅហើយយើងអែបទិញឲ្យហូបរយហូបសិនអែបលេងសិនណាបងប្អូនចាំយើងចេញដំណើរទៅទៀតដោយសារតែដល់ផ្លូវពាំងពៅវាពិបាករត់ដែរផ្លូវពិបាកទៅអែបនេះសិនណាមើលកង់មើលអីមកជុំចាំយើងចេញដំណើរទៅទៀតអូខេម្នាក់នេះសិនស្វាគមន៍មកទឹកដីពាំងអំពៅដល់ហើយធ្លាប់តម្លាក់ប្រេងឡើងនេះដែរនេះបងប្អូននេះប្រាសាទហ្នឹងខ្ញុំធ្លាប់តម្លាក់ដែរកាលពីនៅក្មេងកុមារអូខេឥឡូវយើងដល់សារពាំងពៅហើយបងប្អូនសារពាំងពៅហើយសារពាំងពៅហើយសារពាំងពៅហើយបងប្អូននេះម្ដុំសារពាំងពៅបងប្អូនចាំមើលផុតពីពាំងពៅហ្នឹងដល់កន្លែងផ្លូវយើងឡើងឋានសួគ៌ហើយចាំមើលថាវិសួររត់ប៉ុណ្ណាហើយធ្វើចិត្តធ្វើអីឲ្យហើយទៅម៉ោង1ផុតពីពាំងពៅដល់ម៉ោងប៉ុន្មានទេតន់បានបាយដាក់កាហ្វេឲ្យលេងហេវបាយrồiដាក់កាហ្វេបាយហ្វេនដាក់កាហ្វេហើយលេងហេវបាយបងប្អូនហ្វេនគាត់ទិញឲ្យព្រឹកមិញឥឡូវលេងហេវបាយrồiដល់សារពាំងពៅនេះបងប្អូននេះសារពាំងពៅនេះហើយទឹកដីពាំងពៅយើងទៅដល់នោះហួសស្ពានកន្លែងនោះមានស្ពានមួយកន្លែងកែកនេះកន្លែងសារបងប្អូនសារហ្នឹងខ្ញុំធ្លាប់មកដែរមកការបងលូនមួយនៅក្នុងហួសផ្លូវ8បន្តិចហ្នឹងអូខេមកដល់នេះគឺឆ្លងស្ពាននេះបងប្អូនឡើងកែងឆ្លងស្ពានច្បាស់មិនបើធ្លាប់រត់ដែរផ្លូវហ្នឹងអូខេបងប្អូនឆ្លងស្ពានហ្នឹងចាំមើលដល់កន្លែងផ្លូវយើងថាផ្លូវពាំងពៅម៉េចចង់ដឹងនេះចង់ឃើញនេះខានរត់យូរហើយ